អត់ដែលដឹងសោះថាផ្លែស្ដៅជាថ្នាំកម្ចាត់ពពួកដង្កូវស៊ីស្លឹកនិងផ្លែរបស់ដំណាំយ៉ាងមានប្រសិទ្ធភាពមិនចាញ់ថ្នាំគីមីស្ដៅគឺជារុក្ខជាតិដែលមានប្រយោជន៍ដែលប្រជាកសិករតែងតែមើលរំលងទាំងស្លឹកផ្លែសម្បកដើមនិងគ្រាប់របស់ស្ដៅសុទ្ធសឹងតែមានសារធាតុដែលជួយការពារនិងកម្ចាត់ពពួកសត្វល្អិតបានយ៉ាងមានប្រសិទ្ធភាពជាពិសេសគឺសារធាតុអាសាឌីរ៉េទីនដែលត្រូវបានគេរកឃើញក្នុងបរិមាណច្រើនបំផុតគឺមាននៅក្នុងគ្រាប់ស្ដៅវាមានប្រសិទ្ធភាពប្រឆាំងនឹងពួកដង្កូវគ្រប់ប្រភេទមិនថាពពួកដង្កូវស៊ីស្លឹកឬក៏ពពួកដង្កូវស៊ីផ្លែហើយវាក៏ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារនិងកម្ចាត់ពពួកមេរោគផ្សិតនិងបាក់តេរីផ្សេងៗផងដែរនៅក្នុងវីដេអូនេះខ្ញុំនឹងនាំបងប្អូនទៅដឹងអំពីរបៀបនៃការកែច្នៃគ្រាប់ស្ដៅដែលយើងរកបានយ៉ាងងាយហ្នឹងផលិតធ្វើទៅជាថ្នាំពុលកម្ចាត់ពពួកដង្កូវស៊ីស្លឹកនិងដង្កូវស៊ីផ្លែដែលតែងតែយាយីនៅក្នុងការធ្វើកសិកម្មរបស់បងប្អូនអញ្ចឹងរបៀបនៃការធ្វើថ្នាំពុលចេញពីគ្រាប់ស្ដៅដែលបងប្អូនអាចរកបានយ៉ាងងាយហ្នឹងគឺស្រួលទេទីមួយបងប្អូនត្រូវដឹងពីវត្ថុធាតុដើមជាមុនសិនដោយវត្ថុធាតុដើមហ្នឹងគឺបងប្អូនត្រូវមានគ្រាប់ស្ដៅស្ងួតកិនហើយនឹងចំនួន5គីឡូអាល់កុលដែលមានកម្រិត 70% ចំនួន2លីត្រកន្លះទឹកខ្មេះចំនួន750មីលីលីត្រហើយនឹងទឹកធម្មតាចំនួន10លីត្រចុះដល់របៀបនៃការធ្វើគឺបងប្អូនទៅដើររើសស្ដៅទុំសិនមកផ្លែស្ដៅទុំណាបងប្អូនបន្ទាប់ពីបងប្អូនរើសផ្លែស្ដៅទុំបានហើយបងប្អូនយកវាមកលាងសម្អាតបកយកអាសបកលឿងខាងក្រៅចេញហើយអស់នៅសល់តែក្របខាងក្នុងសដែលបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយបងប្អូនហាលវាសម្ងួតចន្លោះពី3ទៅ5ថ្ងៃឲ្យវាស្ងួតល្អបន្ទាប់មកទៀតបងប្អូនយកគ្រាប់ស្ដៅហ្នឹងយកមកកិនក៏បានបុកក៏បានធ្វើយ៉ាងណាឲ្យវាមាត់ណាបងប្អូនកាលណាទៅយើងកិនឬក៏យើងបុកឲ្យមាត់ជាអាសារជាតិមាននៅក្នុងគ្រាប់ស្ដៅដែលល្អមានតួនាទីក្នុងការកម្ចាត់និងការពារពពួកតកូវហ្នឹងគឺវាចេញសារធាតុទាំងអស់ហ្នឹងមកច្រើនល្អជាងយើងត្រាំទាំងមូលបងប្អូនបន្ទាប់ពីរៀបចំគ្រាប់ស្ដៅទុំហើយកិនឲ្យវារួចរាល់ហើយបងប្អូនចាប់ផ្ដើមយកអាល់កុលចំនួន2លីត្រកន្លះទឹកខ្មេះចំនួន750មីលីលីត្រចាក់ចូលទៅក្នុងធុងដែលយើងបានត្រៀមទុកសម្រាប់ធ្វើការបាប់ទុកថ្នាំពុលរបស់យើងណាបងប្អូនហើយបងប្អូនចាក់ទឹក10លីត្រចូលទៅហើយបន្ថែមគ្រាប់ស្ដៅដែលយើងបានកិនចូលទៅក្នុងធុងហើយកូរឲ្យសព្វត្រាំទុករយៈពេល7ថ្ងៃគឺយើងអាចយកវាមកប្រើបានហើយចំពោះរបៀបនៃការប្រើគឺបងប្អូនអាចត្រងយកទៅទឹកមកដាក់ទុកនៅក្នុងដបទៅហើយបងប្អូនប្រើនៅក្នុងបរិមាណចន្លោះពី4ទៅ6ស្លាបព្រាបាយលាយជាមួយនឹងទឹក20លីត្របាញ់ទៅលើបន្លែឬក៏ដំណាំនិយាយទៅដំណាំគ្រប់មុខមិនថាស្រូវមិនថាដំណាំហូបផ្លែបន្លែយកស្លឹកបន្លែយកផ្លែទេគឺបងប្អូនអាចប្រើបានទាំងអស់ដោយប្រើប្រាស់ថ្នាំពុលដែលផលិតចេញពីគ្រាប់ស្ដៅមួយនេះហើយបងប្អូនបាញ់វារយៈពេល7ថ្ងៃម្ដងបានហើយការបាញ់ហ្នឹងគឺបងប្អូនត្រូវបាញ់នៅពេលល្ងាចណាពីព្រោះកាលណាពេលល្ងាចពពួកសត្វល្អិតតកូវអីហ្នឹងវាចេញមករកចំណីអញ្ចឹងយើងបាញ់នៅពេលហ្នឹងគឺវាមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីបងប្អូនត្រាំបែបនេះថ្នាំពុលដែលបងប្អូនបានធ្វើហើយហ្នឹងគឺអាចទុកបានរយៈពេល1ឆ្នាំតាមរយៈបងប្អូនត្រងយកកាកចេញផ្សេងហើយទឹកចេញផ្សេងហើយបងប្អូនចូលដបទុយទុកប្រើទៅអាចទុកបានរយៈពេល1ឆ្នាំទុកបានយូរដែរប៉ុន្តែលើកទឹកចិត្តបងប្អូនកុំទុកឲ្យយូរលើសពីនេះអីយើងធ្វើផលិតតិចឬក៏បរិមាណចំនួនសមល្មមដែលបងប្អូនអាចប្រើប្រាស់បានណាកុំផលិតច្រើនរហូតដល់ទុក1ឆ្នាំឬក៏2-3ឆ្នាំអញ្ចឹងវាប្រសិទ្ធភាពរបស់វានឹងថយចុះផងដែរសម្រាប់បងប្អូនដែលមានបំណងចង់បានគ្រឿងម៉ាស៊ីនកសិកម្មទំនើបមានដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនកិនស្មៅគ្រប់ប្រភេទដែលនាំចូលពីបណ្ដាប្រទេសជប៉ុនអ៊ីតាលីម៉ាឡេស៊ីនិងប្រទេសថៃសូមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Mintic Power តាមរយៈ Facebook Page Mintic Power Tour ឬតាមរយៈលេខទូរស័ព្ទដែលមានលើអេក្រង់នេះ